សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានกระดาษនេះបងប្អូនឃើញហាក់នេះបានខ្ញុំបង្ហាញនៅกระดาษមួយសម្លឹកតូចនេះហេថ្ងៃនេះខ្ញុំមកបង្ហាញនៅរូបមួយដែលនាងខ្ញុំរៀនបត់នាងខ្ញុំភ្លេចបត់រូបសត្វឆ្កែចេះបត់ដែរប៉ុន្តែឥឡូវភ្លេចបាត់ហើយបងប្អូនកាលនៅពីតូចគ្រូបរៀនណាឥឡូវខ្ញុំបត់រូបមួយមកឲ្យបងប្អូនទាយថាវាជារូបអីចាដំបូងយើងកាត់กระดาษនេះជារាង4ជ្រុងហើយតោះឲ្យយើងបត់กระดาษហ្នឹងចាបាក់ទីវិសាទីឃ្លីបតូចចឹងយើងបាក់បត់ឲ្យស្មើជ្រុងការ៉េហ្នឹងចាឲ្យស្មើនេះជ្រុងដែលយើងបត់ផ្នត់ពីហ្នឹងចាដាក់ឲ្យស្មើគ្នាតើជាសត្វអីដែលយើងកំពុងតែរៀនបត់នេះបងប្អូនឲ្យត្រូវខុសមេជាស្រ័យបងប្អូនយើងនៅគាត់ចេះបត់ជាមួយនឹងសត្វនេះផងចាហើយកระดาษយើងកាត់ជារាង4ជ្រុងអញ្ចឹងហើយយើងបត់ឲ្យស្មើគ្នាអញ្ចឹងចាឲ្យស្មើអញ្ចឹងបងប្អូនណាហើយបន្ទាប់ពីយើងបត់ស្មើគ្នាសម្រាប់ខ្ញុំអ្នកវិការខ្ញុំស្ទាបសិនចាស្មើគ្នាតើមកយើងបត់អានេះមកក្រោយចេះចាំមើលថាតើខ្ញុំបត់អញ្ចឹងចេញជារូបរាងសត្វដែរអត់ទេចាបើបងប្អូនទាយមិនត្រូវមានខ្ញុំបត់ខុសចាអញ្ចឹងខ្ញុំសាក់បត់ហើយបងប្អូនទាយតើបើថាបត់ត្រូវបងប្អូនទាយត្រូវហើយតើបើថាបត់ខុសខ្ញុំបងប្អូននឹងទាយខុសចានឹងទៅសត្វអីឥឡូវយើងបត់វាមកចេះទៀតបងប្អូនគាត់មើលឃើញគាត់អាចមើលចាយើងបត់វាមកតាមអញ្ចឹងតើវាយើងបត់អនុទៅក្រោយយើងបត់វាមកចេះទៀតឲ្យស្មើនឹងជ្រុងការ៉េហ្នឹងចាបត់ស្មើអញ្ចឹងចាចុះបងប្អូនបើសិនជាត្រូវខុសយ៉ាងណាជាស្រ័យតែខ្ញុំបត់ទៅបងប្អូនទូទាញមើលថាជាសត្វអីចាចឹងឥឡូវខ្ញុំកំពុងតែបត់ហើយចិត្តហើយចាអានេះយើងបាត់នេះចេះមកទៀតចង់មើលថារកមើលទៅខ្ញុំសរុបទៅចាមកមើលជាហើយនេះយើងបាត់ដៃរបស់វាចាជើងរបស់វាជើងសត្វហ្នឹងចាចឹងចាតោះឲ្យបាត់កតុយវាចូលមកចេះកតុយសត្វហ្នឹងចាអត់មានតម្លាក់ចេះកតុយវាចាអានេះស្លាបវាគៀននេះអាចចំពោះវាបាត់មកចេះនឹងចំពោះវាចាបាត់ចំពោះតាណាអីចាឃើញតែមាត់ចង់កឆើយនេះមាត់នេះចង់ឆែបដូចលោកពាក់មីមាត់ហ្នឹងចង់ឆែបឲ្យមាត់ចាមាត់ចិត្តចំពោះចាភាសាกระดาษនេះយើងពិបាកបត់នេះពិបាកបត់ក៏គាត់អាចចេះបត់ចាឥឡូវបងប្អូនទស្សនាទាំងស្រុងមើលនេះចាហើយណាចាតែជាសត្វអីបងប្អូនទូទាញមើលបើខ្ញុំបត់ខុសត្រូវមិនថាបងប្អូនមិនចេះទាទេព្រោះដោយសារខ្ញុំបត់មិនដឹងខុសនឹងត្រូវតែខ្ញុំចាំបានគឺចឹងប៉ុន្តែខ្ញុំចាំបានសត្វនឹងមួយដោយសារស្រួលបត់ជាងគេតែដឹងថាសត្វឆ្កែនឹងក៏បត់មិនខ្ញុំភ្លេចហើយបងប្អូននេះទស្សនាខ្ញុំបត់ហើយចាដឹងដូចរូបរាងអីទេចាអរគុណជួបគ្នាវីដេអូក្រោយនឹងខ្ញុំ